សូមស្វាគមន៍ត្រឡប់មកវិញជាមួយ Kimchi Flag ថ្ងៃនេះផងដែរ admin នឹងនាំអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងសាច់រឿងដ៏ប្លែកមួយដែលសាច់រឿងនោះគឺជាប្រភេទបែបបុរាណហើយគឺជាប្រភេទបែបស្នេហាផងដែរដែលសាច់រឿងនោះផងដែរមិនត្រឹមតែមានតាក់ទងជាមួយនឹងស្នេហាទេវាក៏តាក់ទងជាមួយនឹងអភិនេហាសិលក៏ដូចជាការចាំជាតិអីផ្សេងៗដែរដែលនៅក្នុងរឿងនេះផងដែរយើងមានតួអង្គឯកចំនួន2រូបតួអង្គប្រុសគឺមានឈ្មោះថាកាំងថេអូដែលគាត់ដើរតួជាព្រះរាជបុត្រមានឈ្មោះថាលីកាំងបន្តមកទៀតយើងក៏មានតួឯកស្រីដែលគាត់មានឈ្មោះថាគឹមសេចុងដែលគឹមសេចុងគាត់នឹងដើរតួជាផាក់ដាល់អ៊ីគឺគាត់នឹងដើរតួជារាជសាមញ្ញដែលបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តស្ដាប់ចម្រៀង K-pop អ្នកទាំងអស់គ្នាប្រហែលជាស្គាល់កញ្ញាសេចុងហើយដែលកញ្ញាសេចុងពីមុនគឺគាត់នៅក្នុងក្រុម IOI ដែលពិតជាមានភាពល្បីល្បាញហើយកញ្ញាគឺជាបុគ្គលមួយរូបដែលមានអត្តចរិតរួសរាយខ្ជូតខ្ជួតមើលទៅគឺគួរឲ្យស្រឡាញ់មែនតើត្រឡប់មកសាច់រឿងរបស់យើងវិញតួអង្គទាំងពីរនេះគឺពិតជាមានអត្តចរិតផ្ទុយគ្នាលីកាំងគាត់មានអត្តចរិតដែលមើលទៅកាចហើយចូលចិត្តបំភាន់ភ្នែកអ្នកដទៃដែលគាត់គឺជាមនុស្សម្នាក់ដែលកំសត់មែនតើប៉ុន្តែគាត់សម្ដែងធ្វើជាមនុស្សគំរគំរើយមនុស្សមិនខ្វល់ពីអ្វីទាំងអស់មិនខ្វល់សូម្បីតែការឡើងគ្រងរាជ្យឬក៏ការរៀបការជាមួយនឹងនរណាទេដែលឡែកដាល់អ៊ីវិញគាត់គឺជាមនុស្សស្រីម្នាក់ដែលមើលទៅមិនសូវជាទន់ភ្លន់ទេប៉ុន្តែគាត់មានភាពរួសរាយរាក់ទាក់ហើយគាត់មានវោហារស័ព្ទយ៉ាងល្អផងដែរដែលគាត់គឺប្រើប្រាស់វោហារស័ព្ទរបស់គាត់ដើម្បីទៅលក់ដូរទំនិញឥឡូវយើងចូលមកដល់សាច់រឿងមែនតែនហើយដែលនៅក្នុងសាច់រឿងដំបូងនេះយើងឃើញថាគេបានបង្ហាញតាក់ទងជាមួយនឹងសួនផ្កានិស័យរបស់មនុស្សដែលសួនផ្កានេះផងដែរគឺមានផ្កាពីរពណ៌ផ្កាពណ៌ទី1គឺពណ៌សដែលគឺជាផ្កានិស័យបែបធម្មជាតិដែលឡែកផ្កាពណ៌ក្រហមវិញវាឡើងទៅជាពណ៌ក្រហមនៅពេលដែលគេបានយកអំបោះមកចងវាដែលអំបោះនោះផងដែរប្រៀបជាមួយនឹងមនុស្សដែលនៅពេលដែលពួកគេបានជួបគូព្រេងរបស់គេគឺពួកគេនឹងត្រូវបានខ្សែអំបោះមួយចងដៃរបស់ពួកគេជាប់គ្នាដែលនៅក្នុងកន្លែងនេះបានន័យថាកាលពីមុននឹងខ្លាយទៅជាពណ៌ក្រហមផ្កាក្រហមនេះក៏មានពណ៌សដែរអញ្ចឹងនៅពេលដែលគូព្រេងបានជួបគ្នាផ្កាកុលាបដែលមានពណ៌សនឹងត្រូវបានចងដោយអំបោះពណ៌ក្រហមដែលនៅពេលនោះហើយអំបោះពណ៌ក្រហមក៏បានធ្វើឲ្យផ្កាពណ៌សឡើងទៅជាពណ៌ក្រហមបន្តមកទៀតយើងឃើញថាគេក៏បានពោលថានៅក្នុងជីវិតរបស់មនុស្សយើងតាំងពីមានកំណើតមកឬក៏តាំងពីកើតមកគឺយើងតែងតែនាំយកនិស្ស័យក៏ដូចជាវាសនាដែលត្រូវជួបនរណាម្នាក់មកតាមហើយប្រសិនបើពួកគេមាននិស្ស័យជាមួយនឹងគ្នាពួកគេនឹងមានអំបោះក្រហមចងភ្ជាប់ជាមួយគ្នានៅដៃផងដែរអ្នកដែលជាប់អំបោះនឹងរកគ្នាឃើញទោះពួកគេជួបការលំបាកយ៉ាងណាក៏ដោយទោះជាត្រូវចំណាយជីវិតប្រមាណដងត្រូវចាប់ជាតិប្រមាណដងជាតិនេះឬក៏ជាតិក្រោយគឺពួកគេប្រកាសណាស់នឹងបានជួបគ្នាបន្តមកទៀតសាច់រឿងក៏បានបង្ហាញពីផ្កាដែលមានពណ៌ក្រហមលាយជាមួយនឹងពណ៌សដែលផ្កានោះគឺតំណាងឲ្យតួឯករបស់យើងទាំងពីរនេះឯងដែលពួកគេក៏ត្រូវបានជួបដោយសារតែព្រេងវាសនាដែរអញ្ចឹងនៅពេលដែលគូព្រេងបានជួបគ្នាផ្កាកុលាបដែលមានពណ៌សនឹងត្រូវបានចងដោយអំបោះពណ៌ក្រហមក៏បានធ្វើឲ្យផ្កាពណ៌សឡើងទៅជាពណ៌ក្រហមបន្តមកទៀតគេក៏បានពោលតថាដោយសារតែការលុបលន់របស់មនុស្សនេះឯងទើបគូនិស្ស័យឬក៏គូព្រេងតួអង្គឯករបស់យើងទាំងពីរត្រូវបានបំបែកបំបាក់ដោយសារតែតួស្រីស្លាប់បន្ទាប់ពីឃើញផ្កាលាយពណ៌ទាំងពីរនោះហើយគេក៏បានពោលតថាគូនិស្ស័យរបស់តួអង្គឯករបស់យើងទាំងពីរត្រូវបានបែកបាក់ហើយដោយសារតែការលុបលន់របស់មនុស្សដែលបណ្ដាលឲ្យតួស្រីគឺគាត់បានស្លាប់ហើយបន្តមកទៀតនៅកន្លែងនេះយើងឃើញថាឥឡូវគឺគេបានបង្ហាញយើងមកដល់រាជវាំងដងគង់ហើយដែលនៅក្នុងរាជវាំងនេះឥឡូវនេះយើងកំពុងតែឃើញព្រះរាជបុត្រារបស់យើងគឺមានឈ្មោះថាលីកាំងកំពុងតែតវ៉ាក៏ដូចជាលអ៊ូដាក់អាមាត្យជាមួយនឹងអ្នកកាត់សម្លៀកបំពាក់ផងដែរដោយសារតែលីកាំងគាត់អត់ចូលចិត្តកៅអៅដែលអ្នកកាត់ដេរនឹងកាត់ទេគាត់ថាកៅអៅរបស់ព្រះមហាក្សត្រស្អីមើលទៅពណ៌ដូចឈួតគាត់ក៏បាននិយាយបន្តថាពណ៌ចេញមកគឺអត់ត្រូវជាមួយនឹង personal color test ហ្មងដែលគាត់បានបង្ហាញពីមុននឹងដែល personal color test នេះបានន័យថាជាការសាកល្បងពណ៌ដើម្បីធ្វើម៉េចឲ្យត្រូវជាមួយនឹងពណ៌ស្បែករបស់យើងឬក៏ស័ក្តិសមជាមួយនឹងស្បែករបស់យើងដែលកន្លែងនេះ admin គាត់ថាអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយរាជបុត្របានល្អហើយនិយាយថាគាត់ប្រាប់ដដែលហេតុអីបានជាអ្នកកាត់ដេរនោះមិនស្ដាប់ហើយមិនអភិវឌ្ឍខ្លួនអញ្ចឹង
អ្នកកាត់ដេរក៏បាននិយាយថាតាំងពីគាត់បំរើស្ដេចមុនក៏ដូចជាព្រះរាជបុត្រមុនណាមិនដែលមានស្ដេចណាឲ្យគាត់ធ្វើអញ្ចឹងទេដែលបណ្ដាលឲ្យគាត់ស្ទើរបត់ពិសោធន៍កន្លែងហ្នឹងក៏ផ្លែងហ្មងព្រោះថាព្រះរាជបុត្រយើងធ្វើដូចកូនក្មេងអញ្ចឹងនិយាយលេងសើចផងខឹងផងហើយចង់សម្លាប់ពូកាត់ដេរនឹងទៀតដែលឡែកពូកាត់ដេរហ្នឹងមើលទៅអត់បានជាមួយព្រះអង្គហ្មងតែមិនដឹងនិយាយថាមិនអញ្ចឹងគាត់មានតែនិយាយថាគាត់ស្ទើរបត់ពិសោធន៍ហើយគាត់ក៏សុំទោសហើយបន្ទាប់មកគាត់និយាយថាគាត់សុំតែស្លាប់បន្តមកទៀតយើងឃើញថានៅក្នុងវគ្គនេះគឺលោកប្រធានលេខាហាន់សុកខ្វាន់ណាគាត់កំពុងតែនិយាយជាមួយនឹងរដ្ឋមន្ត្រីផ្សេងទៀតតាក់ទងជាមួយនឹងការរៀបអាពាហ៍ពិពាហ៍ឬក៏ការរៀបអភិសេករបស់ព្រះរាជបុត្រជាមួយនឹងការស្វែងរក Crown Princess ឬក៏យើងហៅថាព្រះនាងដើម្បីយកមករៀបអភិសេកជាមួយនឹងទ្រង់ផងដែរហើយបើសិនជាក្នុងករណីដែលរកមិនបានណាមន្ត្រីទាំងអស់នោះក៏បាននិយាយថាព្រះរាជបុត្រក៏អាចរកស្នំមកសិនក៏បានដែរដែលឡែកយើងមើលទៅកាន់ព្រះរាជបុត្រវិញគាត់អត់ខ្វល់អីទាំងអស់គាត់គិតតែលេងសើចហូបអីអញ្ចឹងទៅអ្នកណាចង់និយាយអីនិយាយទៅឈៀលហ្មងហើយគាត់ក៏បាននិយាយថាការពិតទៅព្រះនាងគឺត្រូវបានរើសរួចរាល់ហើយគឺគាត់នឹងយកកូនរបស់មន្ត្រីខាងឆ្វេងនៅក្នុងវគ្គបន្ទាប់នេះយើងនឹងបានជួបជាមួយនឹងស្ដេចនៅក្នុងពេលនោះដែលមានឈ្មោះថាលីហ៊ីដែលស្ដេចទ្រង់កំពុងតែជួបជាមួយនឹងមន្ត្រីខាងឆ្វេងហើយបើសិនជាយើងមើលទៅអ្នកដែលពិតជាមានអំណាចពិតប្រាកដនៅក្នុងព្រះរាជវាំងដុងគង់ពេលនោះគឺមិនមែនជាស្ដេចទេប៉ុន្តែគឺជាមន្ត្រីខាងឆ្វេងនោះដែលនៅពេលនោះស្ដេចក៏បាននិយាយថាលោកចង់ឲ្យលីកាងរៀបការបន្ទាប់មកទៀតធ្វើជាអាយ៉ងនៅក្នុងវាំងដូចយើងដែរមែនដែលនឹងថ្ងៃអ្នកទាំងអស់គ្នាក៏ប៉ុន្តែនៅក្នុងសាច់រឿងហ្នឹងមន្ត្រីខាងឆ្វេងហ្នឹងគឺគាត់ពិតជាមានគំនិតអាក្រក់ហើយគាត់គ្រាន់តែចង់ឲ្យសាច់ឈាមរបស់ខ្លួនឡើងកាន់អំណាចដែលមានន័យថាបើសិនបើកូនស្រីរបស់គាត់រៀបការជាមួយនឹងព្រះរាជបុត្រនៅពេលដែលមានបុត្រមកបុត្ររបស់ព្រះរាជបុត្រឬក៏ត្រូវជាចៅរបស់មន្ត្រីខាងឆ្វេងហ្នឹងគឺអាចឡើងកាន់អំណាចខ្លាចជាស្ដេចបន្តបានបន្តមកទៀតនៅក្នុងវគ្គនេះលីកាំងឬក៏ព្រះរាជបុត្រទៅឆ្លោះគ្នាជាមួយនឹងគេទៀតហើយដែលគាត់បានរករឿងអ្នកបម្រើដែលសារតែគាត់ឃើញត្រីនៅក្នុងទឹកជាច្រើនដែលការពិតលីកាំងគឺគាត់ស្អប់ទឹកជាខ្លាំងព្រោះថានៅពេលដែលលោកមុនហ្នឹងគឺមនុស្សស្រីដែលគាត់ស្រឡាញ់ឬក៏ Crown Princess ឬក៏ព្រះនាងចាស់ហ្នឹងគឺគាត់បានស្លាប់ដោយសារលង់ទឹកអ្នកទាំងអស់គ្នាកន្លែងនេះអ្នកបម្រើក៏បាននិយាយគ្នាថាការពិតពាក្យចចាមអារាមគឺបាននិយាយថាព្រះនាងដែលព្រះអង្គម្ចាស់លីកាំងស្រឡាញ់បំផុតហ្នឹងគឺត្រូវបានស្លាប់បាត់នៅក្នុងហេតុការណ៍ដែលគេបំពល់ម្ចាស់ក្សត្រីចាស់ដោយសារតែការចង់បញ្ជាក់ភាពស្អាតស្អំនារីដែលជាសំណប់ចិត្តរបស់លីកាំងគាត់បានលោតទឹកសម្លាប់ខ្លួននឹងថ្ងៃអ្នកទាំងអស់គ្នាហើយមកដល់វគ្គនេះការប៉ះតាការស្លាប់របស់នារីសំណប់ចិត្តរបស់ព្រះអង្គម្ចាស់លីកាំងគឺត្រូវបានស្ដេចជាអ្នកបញ្ជាទើបនាងត្រូវសម្លាប់ខ្លួនដូច្នេះដោយស្ដេចគាត់បានលើកហេតុផលថាគាត់បានចេញបញ្ជាឲ្យនាងសម្លាប់ខ្លួនព្រោះថាគាត់មិនចង់ឲ្យព្រះរាជបុត្រពឹងទៅលើអ្នកណាព្រោះថារាល់ថ្ងៃព្រះរាជបុត្រត្រូវបានម្ដាយនិងស្រីស្នំរបស់ខ្លួនឬក៏ Crown Princess នឹងជាអ្នកការពាររហូតហើយស្ដេចក៏មិនចង់ឲ្យលីកាំងពាក់ព័ន្ធជាមួយនឹងនារីណាម្នាក់ស្និទ្ធស្នាលពេកដែរព្រោះព្រះរាជបុត្រនេះមើលទៅអាចស្លាប់ដោយសារនារីនោះពេលណាក៏បានដែរអញ្ចឹងព្រះអង្គគិតថាធ្វើស្ដេចត្រូវតែចិត្តដាច់នៅក្នុងវគ្គបន្តមកទៀតយើងឃើញថាលីកាំងឬក៏ព្រះរាជបុត្ររបស់យើងគាត់កំពុងតែព្យាយាមសម្លាប់ខ្លួនប៉ុន្តែរដ្ឋមន្ត្រីខាងឆ្វេងគឺមិនឲ្យគាត់សម្លាប់ខ្លួនទេគេបានប្រាប់ថាព្រះរាជវាំងនៅត្រូវការព្រះរាជបុត្រគេក៏បានប្រាប់ថានេះគឺជាច្បាប់ថ្មីព្រះអង្គអាចសម្លាប់ខ្លួនពេលណាក៏បានដែរនៅពេលដែលគេប្រាប់ថាព្រះរាជវាំងលែងត្រូវការព្រះរាជបុត្រហើយព្រះរាជបុត្ររបស់យើងគាត់មិនព្រមទេប៉ុន្តែរដ្ឋមន្ត្រីខាងឆ្វេងនិយាយបន្តថាត្រូវតែធ្វើម៉េចខ្លាយជាស្ដេចឲ្យបានដើម្បីឲ្យកូនគាត់យកធ្វើជាព្រះស្វាមីហើយនៅពេលដែលចៅគាត់កើតមកគាត់នឹងយកចៅរបស់គាត់ឡើងតំណែងហើយនៅពេលនោះលីកាំងចង់ស្លាប់ទៅណាក៏ស្លាប់ទៅឥឡូវយើងមើលមកការលីកាំងឬក៏ព្រះរាជបុត្ររបស់យើងវិញបន្ទាប់ពីនិយាយរឿងអស់នោះហើយឥឡូវចាប់ផ្ដើមកំសត់ទៀតហើយគឺគាត់កំពុងតែពិបាកចិត្តទៀតហើយដែលសារតែគាត់នឹកឃើញគ្រប់នាទីទាំងអស់ដែលគាត់បានចំណាយជាមួយនឹងព្រះនាងរបស់គាត់អ្នកទាំងអស់គ្នាបន្ទាប់ពីការ stress ជាមួយនឹងព្រះរាជបុត្រហើយឥឡូវយើងមកមើលដាល់អ៊ីវិញអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយហេតុអីបានដាល់អ៊ីពាក់កៅអៅដូចប្រុសអញ្ចឹងដាល់អ៊ីគាត់ពាក់កៅអៅដូចប្រុសដែលសារតែគាត់គឺជាអ្នកលក់ទំនិញនៅផ្សារដែលដាល់អ៊ីគាត់មានចរិតរស់រាយចិត្តល្អហើយគាត់ក៏ប្លែងហ្នឹងហើយអ្នកទាំងអស់គ្នាហើយឥឡូវគាត់កំពុងតែដើរលក់អំបិលរបស់គាត់អញ្ចឹងវិធីសាស្ត្រនៅក្នុងការលក់របស់គាត់ដំបូងគឺយើងឃើញថាគឺគាត់បានធ្វើពុតទៅសុំទឹកផឹកនៅផ្ទះធំដែលនៅក្នុងភូមិបន្ទាប់ពីសុំទឹកហូបហើ
ហើយអ្នកផ្ទះក៏បានសួរថាតើនាងសុំតែទឹកហូបទេមែនអត់លក់ទំនិញទេមែនអ្នកទាំងអស់គ្នាដាល់អ៊ីធ្វើកំិចកំមើមហើយនាងក៏និយាយថាអ្នកទិញគេចង់ទិញអីគេដឹងខ្លួនឯងហើយឲ្យនាងអ្នកលក់ហ្នឹងទៅដឹងធ្វើម៉េចបើនាងអត់នៅក្នុងចិត្តគេផងបន្ទាប់មកអ្នកផ្ទះនោះក៏បាននិយាយតថាតើដឹងថាលក់អីសិនបានអាចទិញបានបើអត់ដឹងប្រងទិញធ្វើម៉េចដាល់អ៊ីក៏បានធ្វើពុតហើយក៏បានបែរចេញធ្វើដោយអត់ចង់លក់ឲ្យគេអញ្ចឹងហើយនាងក៏និយាយថាបានហើយផ្លិចរឿងនឹងទៅឥឡូវខ្ញុំទៅហើយបើគេចង់ទិញយើងមិញពេលយើងមកដល់គេសួរយើងតាំងដំបូងហើយបន្ទាប់ពីការបញ្ចុះបញ្ចូលបន្ទាប់ពីការនិយាយទៅសើទំនិញខ្លួនឯងចុះឡើងអ្នកទិញក៏បាក់ស្រាប់ទៅលើដាល់អ៊ីហើយគេក៏បានទិញអំបិលទាំងអស់ពីដាល់អ៊ីទៅបន្ទាប់ពីការលក់ទំនិញហើយដាល់អ៊ីក៏បានដើរត្រឡប់ទៅផ្ទះវិញនៅពេលនោះនាងក៏បានជួបជាមួយនឹងក្មេងៗដែលធ្វើបាបនាងការធ្វើបាបនោះផងដែរគឺគេបានគប់ដុំថ្មទៅកាន់ដាល់អ៊ីដែលគេមើងងាយដាល់អ៊ីព្រោះថាដាល់អ៊ីមានវណ្ណៈតូចទាបឥឡូវយើងមកមើលគ្រួសាររបស់ដាល់អ៊ីវិញនេះគឺជាម៉ាក់ក៏ដូចជាប៉ារបស់គេប៉ុន្តែពួកគាត់មិនមែនជាប៉ាបង្កើតម៉ាក់បង្កើតទេពួកគាត់គឺជាប៉ាចិញ្ចឹមម៉ាក់ចិញ្ចឹមរបស់ដាល់អ៊ីបន្ទាប់ពីការនិយាយលេងសើចជាមួយនឹងឪពុកហើយដាល់អ៊ីគាត់ក៏បាននិយាយតាក់ទងជាមួយនឹងការដែលគាត់ធ្លាប់លងទឹកនៅពេលនោះគាត់ងើបមកវិញគាត់ក៏បានបាត់ការចងចាំតែម្ដងហើយគាត់ក៏បានបន្តនិយាយថាគ្រាន់តែបាត់ការចងចាំហើយដឹងខ្លួនងើបមកគឺក្រហ្មងអ្នកទាំងអស់គ្នាដាល់អ៊ីធ្វើភ្ញាក់អេដមីនក៏ពេលខ្លះចង់ភ័យខ្លួនឯងដែរងើបមកអត់មានលុយចាយបដ ாய் ដាល់អ៊ីក៏បាននិយាយបន្តថាក្តីស្រមៃរបស់នាងគឺនាងចង់ខ្លាយទៅជាអ្នកមានហើយនៅពេលដែលនាងខ្លាយជាអ្នកមាននាងនឹងទៅទិសខាងលិចដែលមនុស្សគ្រប់គ្នាគឺមានវណ្ណៈស្មើគ្នាទាំងអស់បន្តមកទៀតនៅក្នុងវគ្គនេះដាល់អ៊ីក៏បានទៅជួបអ្នកភូមិម្នាក់ដែលមើលទៅគាត់គឺជាអ្នកមានគួរសមដែរគាត់ចង់ពឹងពាក់ដាល់អ៊ីឲ្យជួយទៅមើលកូនរបស់គាត់ដែលកូនស្រីរបស់គាត់បានរៀបការហើយនៅហាន់យ៉ាងប៉ុន្តែបន្ទាប់ពីរៀបការហើយប្តីរបស់កូនគាត់ក៏បានស្លាប់ហើយសាច់ថ្លៃរបស់នាងពិតជាមិនចូលចិត្តនាងទេពួកគេបានបង្ខំចង់ឲ្យនាងសម្លាប់ខ្លួនដាល់អ៊ីក៏បាននិយាយថាទេនាងមិនព្រមទៅណាក៏បានដែរក្រៅពីហាន់យ៉ាងដោយសារតែនាងមានប្រវត្តិមិនល្អនៅទីនោះបន្ទាប់ពីអ៊ំមួយនោះគាត់បាននិយាយបញ្ចុះបញ្ចូលចោះឡើងឲ្យលុយចោះឡើងនាងឃើញដុំមាសម្ដុំស្រាប់តែនាងក៏បានដូរចិត្តភ្លាមហើយនាងក៏បានយល់ព្រមហើយនាងក៏បាននិយាយកំប្លុកកំប្លែងទៅកាន់លោកពូនោះថាបើយល់ទៅរឿងលុយគេមិនខ្វល់ទេប៉ុន្តែដោយសារយល់ពីទឹកចិត្តឪពុកទៅកាន់កូនអញ្ចឹងគេនឹងទៅមើលកូនស្រីរបស់លោកពូនោះដាល់អ៊ីថាលុះត្រាតែគាត់ជួយកូនស្រីរបស់ពូនោះបានបើគាត់ស្ងប់ចិត្តបើមិនអញ្ចឹងគាត់ដេកអត់លក់ទេលោកពូនោះនៅតែនិយាយអូចបន្តថាដាល់អ៊ីដំបូងណាទាំងអស់គ្នាគាត់ទៅដោយសារតែលុយទេប៉ុន្តែបន្ទាប់ពីគាត់ដឹងថាសាច់ថ្លៃនោះធ្វើបាបនារីម្នាក់នោះចង់ឲ្យសម្លាប់ខ្លួនគាត់ក៏បានដូរចិត្តហើយគាត់គិតថាជីវិតមនុស្សគឺសំខាន់បំផុតគ្រាន់តែចង់រស់វាមិនមែនជាកំហុសទេគាត់ធ្វើបិទតែឲ្យដាល់អ៊ីទៅមើលមែនប៉ុន្តែគាត់នៅតែបារម្ភថាប្រសិនបើគាត់យកកូនស្រីមកវិញកូនស្រីប្រកាសជាត្រូវគេសោកចំអកដោយសារតែកូនស្រីខ្លាយទៅជាមេម៉ាយហើយនឹងថ្ងៃអ្នកទាំងអស់គ្នាដែលនៅជំនាន់នោះខ្ញុំចង់បង្ហាញដែរថាការរើសអើងចំពោះមនុស្សស្រីគឺនៅតែមានខ្លាំងមែនទែនហើយមិនត្រឹមតែប៉ុណ្ណោះទេការប្រកាន់វណ្ណៈក៏មានដែរបន្តមកទៀតដាល់អ៊ីគាត់ក៏បានមករៀបអីវ៉ាន់ភ្លាមប៉ុន្តែត្រូវបានជួបអ្នកមីងរបស់គាត់ហាមហើយហាមទៀតថាមិនឲ្យគាត់ទៅហាន់យ៉ាងទេដែលគាត់បានប្រើមូលហេតុថាគាត់ខ្លាចអ្នកប្រមាញ់អ្នកបំរើចាប់ដាល់អ៊ីទៅនឹងថ្ងៃអ្នកទាំងអស់គ្នាអ្នកប្រមាញ់អ្នកដំណើរនឹងបានន័យថានៅក្នុងសម័យនោះគឺនៅពេលដែលគ្រួសាររបស់យើងគ្រប់ចំនួនគឺជាអ្នកបំរើនៅកន្លែងណាហើយគឺយើងកើតមកអត់មានជំរឿសទេត្រូវតែខ្លាចទៅជាអ្នកបំរើនៅផ្ទះនោះឬក៏នៅកន្លែងនោះបន្តទៀតឥឡូវយើងមកមើលនៅក្នុងហាន់យ៉ាងវិញគេកំពុងតែបិទផ្លាកដើម្បីរើសប្រពន្ធជូនព្រះរាជបុត្រលីកាំងប៉ុន្តែមានពាក្យចចាមអារាមពីមាត់មួយទៅមាត់មួយថាមនុស្សស្រីឲ្យតែការចូលព្រះរាជវាំងគឺត្រូវស្លាប់ទាំងអស់អញ្ចឹងគេក៏បាននិយាយថាប្រហែលជាអត់មានណាគេចង់ដាក់ពាក្យចូលទេនៅក្នុងវគ្គនេះយើងឃើញតាក់ទងជាមួយនឹងម្ចាស់ក្សត្រីបច្ចុប្បន្នដែលគាត់បាននិយាយថារើសប្រពន្ធឲ្យព្រះរាជបុត្រាមិនក៏បានដែរកុំឲ្យតែយកខ្សែអមន្ត្រីពោះនោះដែលគាត់សម្ដៅទៅលើរដ្ឋមន្ត្រីខាងឆ្វេងនោះឯងយើងក៏លេចមកមើលដាល់អ៊ីវិញឥឡូវគាត់បានមកដល់ផ្ទះសាច់ថ្លៃរបស់លោកពូដែលបានពឹងពាក់គាត់នោះហើយប៉ុន្តែម្ចាស់ផ្ទះមិនឲ្យនាងចូលទេលុះត្រាតែនាងប្រាប់ថាគាត់មករកស៊ីហើយគាត់ចង់ជួបនារីម្នាក់នោះបន្តមកទៀតដាល់អ៊ីក៏បានធ្វើជាធ្លាក់កបិតធ្លាក់អីផ្សេងដែលធ្វើឲ្យអ្នកផ្ទះនោះគិតថានាងគឺជាអ្នករកស៊ីដែលរកស៊ីនោះគឺសំដៅទៅលើការរកស៊ីសម្រាប់មនុស្សអញ្ចឹងគេក៏ឲ្យដាល់អ៊ីទៅជួបនារី
ម្នាក់នោះបន្ទាប់មកទៀតដាល់អ៊ីក៏យកกระดาษសរសេរដើម្បីជជែកគ្នាជាមួយនារីម្នាក់នោះដើម្បីជៀសវាងការស្ដាប់ឮពីអ្នកខាងក្រៅបន្ទាប់ពីយល់សាច់រឿងអស់ហើយក៏ដូចជាដឹងថានារីម្នាក់នោះមិនបានចង់ស្លាប់ទេអញ្ចឹងដាល់អ៊ីក៏បានរកវិធីសាស្ត្រដើម្បីជួយនាងឥឡូវយើងមកមើលលីកាំងវិញព្រះរាជបុត្រគឺលួចចេញពីព្រះរាជវាំងទៀតហើយនៅពេលនោះគាត់ក៏បានឆ្លោះគ្នាឡើងខ្ជិះខ្ជួតជាមួយនឹងអាមាត្យម៉ាប់របស់គាត់តែម្ដងដោយសារតែអាមាត្យនោះគឺគាត់និយាយចំថាឲ្យព្រះរាជបុត្រដែលអត់មានខ្លាចចិត្តហ្មងពេលនោះគេក៏បានហត់ដេញគ្នាដេញចោះដេញឡើងព្រះរាជបុត្រក៏បានឃើញដាល់អ៊ីដែលធ្វើឲ្យគេបាននឹកឃើញព្រះនាងរបស់គេប៉ុន្តែត្រូវបានអ្នកការពាររបស់គេប្រាប់ថាព្រះរាជបុត្រនោះមិនមែនជាព្រះនាងទេព្រះនាងបានចូលទីវង្គតយូរហើយព្រះអង្គបានមើលឃើញសាកសពដោយផ្ទាល់ភ្នែកក៏ដូចជាបានឃើញលិខិតសម្រាប់ខ្លួនផងដែរដែលឡែកដាល់អ៊ីវិញឃើញតួប្រុសរបស់យើងដូច្នោះគិតថាតួប្រុសជាអ្នកប្រមាញ់អ្នកបំរើដែលតាមចាប់ខ្លួននាងអញ្ចឹងនាងរត់លឿនមែនតើដើម្បីពួនដែលឡែកដាល់អ៊ីរបស់យើងវិញបន្ទាប់ពីរត់គេចរួចក៏បានទៅកន្លែងដ៏ចម្លែកមួយភ្លាមនោះនាងក៏មានបំណងចង់ដូរខោអាវប៉ុន្តែមិនទាន់បានបដូរផងមានបុរសម្នាក់ធ្លាក់ពីលើដើមឈើហើយនាឡិការបស់បុរសនោះក៏បានធ្លាក់ចំក្បាលនាងរហូតបាក់ហើយដាល់អ៊ីក៏បានសន្លប់បាត់ឈឹងពេលដឹងខ្លួនមកឆ្លុះគ្នាមួយម្នាក់ប្រុសនឹងអត់ព្រមសងទេនិយាយបតាយបតបតមាត់ពេញនឹងបន្ទាប់មកទៀតម្នាក់ប្រុសនឹងថាដាល់អ៊ីនឹងឆ្លើយដូចអ្នកដែលគេធ្លាប់ស្គាល់អញ្ចឹងហើយក៏ឲ្យអ្នកបម្រើឃុំដាល់អ៊ីទុកសិនដើម្បីដោះស្រាយហើយឥឡូវមកដល់វគ្គកំ ប្លែងទៀតហើយគឺដាល់អ៊ីបានធ្វើពុតបោកអ្នកបម្រើដើម្បីចង់រត់ចេញដោយគេបានប្រាប់អ្នកបម្រើថាគេចង់បត់ជើងអ្នកបម្រើក៏បានយកកន្ថៅឲ្យនៅពេលនោះដាល់អ៊ីគេក៏បានធ្វើពុតជាបត់ជើងធំដែលធ្វើឲ្យអ្នកបម្រើភ័យជាខ្លាំងហ្នឹងហើយអ្នកទាំងអស់គ្នាហើយម្នាក់ប្រុសដែលដាល់អ៊ីបានជួបគឺគាត់មានឈ្មោះថាលីជេវ៉ុនដែលលីជេវ៉ុននោះគាត់គឺជាកូនប្រុសរបស់ស្ដេចមុនដែលនៅវគ្គនេះយើងឃើញថាជេវូននិងលីកាំងគាត់ក៏បានមកជួបគ្នាដែលគាត់គឺមកផឹកស៊ីជាមួយគ្នាហើយឆ្លោះគ្នាដែលការពិតការឆ្លោះនោះគ្រាន់តែជាការបំផ្លាញភ្នែកដើម្បីរកឱកាសដើម្បីនិយាយគ្នាប៉ុណ្ណោះហ្នឹងហើយអ្នកទាំងអស់គ្នាសម្រាប់លីកាំងឬក៏ព្រះរាជបុត្រការពិតគាត់មិនមែនអត់ដឹងទេថារដ្ឋមន្ត្រីខាងឆ្វេងហ្នឹងគឺចិត្តអាក្រក់ហើយព្យាយាមសម្លាប់គេគ្រប់គ្នាព្រមទាំងម្ចាស់ក្សត្រីដែលជាម្ដាយរបស់ខ្លួនពីមុនក៏ដូចជាព្រះនាងរបស់ខ្លួនពីមុនផងដែរដែលឡែកដាល់អ៊ីរបស់យើងវិញឥឡូវគឺបន្លំខ្លួនគឺជាគីសាំងហ្នឹងគឺសំដៅទៅលើនារីដែលបម្រើការនៅក្នុងសេវាកម្មកំសាន្តនាសម័យនោះបន្ទាប់មកមានក្រុមអ្នកបម្រើដេញចាប់នាងពេញនឹងហើយដាល់អ៊ីមិនដឹងធ្វើម៉េចក៏ឡើងលើដំបូលរត់ឡើងរញ៉េរញ៉ៃតែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវយើងក៏លេចទៅមើលគ្រួសាររបស់ដាល់អ៊ីវិញឪពុករបស់គេកំពុងតែនិយាយជាមួយមីងរបស់គេប៉ុន្តែបើសិនជា admin មើលកន្លែងនេះមីងនឹងអាចថាជាមីងបង្កើតឬក៏មើលទៅជាមីងដែលដឹងរឿងរបស់ដាល់អ៊ីច្រើនជាងឪពុកម្ដាយចិញ្ចឹមរបស់គេទៀតអ្នកមីងបាននិយាយថាដាល់អ៊ីមិនអាចទៅហាន់យ៉ាងបានទេប្រសិនបើនាងទៅហាន់យ៉ាងនាងប្រកាសជាស្លាប់ជាមិនខានបន្ទាប់មកទៀតឥឡូវយើងទៅមើលដាល់អ៊ីវិញនាងកំពុងតែរត់បតាយបថាប់នៅលើដំបូលដេញគ្នាជាមួយនឹងអ្នកបម្រើពូអ្នកបម្រើឃើញដូច្នោះក៏បារម្ភមែនតែនហើយគាត់ក៏និយាយថាឥឡូវបានហើយគាត់លែងចាប់ហើយឲ្យចុះមកធ្លាក់ស្លាប់ឥឡូវហើយប៉ុន្តែដាល់អ៊ីពេលនោះគាត់ក៏បានសួរទៅពូវិញថាតើជេវ៉ុននឹងជាអ្នកណាពូនោះក៏បាននិយាយថាហ្នឹងហើយជេវ៉ុននឹងគាត់គឺជាកូនបង្កើតរបស់ស្ដេចមុនដាល់អ៊ីភ្ញាក់ខ្លាំងហ្មងជប់ខ្សែរាជវង្សគេក៏និយាយថាសុកចិត្តធ្លាក់ស្លាប់ជាងពួកអ្នកមាននោះចាប់គេយកទៅដែរគេក៏បានលុតទម្លាក់ខ្លួនដែលនៅពេលដែលគេលុតទម្លាក់ខ្លួននោះគេក៏បានធ្លាក់ទៅក្នុងដៃរបស់លីកាំងឬក៏ព្រះរាជបុត្ររបស់យើងនេះឯងហ្នឹងហើយអ្នកទាំងអស់គ្នាអត់មានចង់បញ្ជាក់ថាដាល់អ៊ីបើមើលយូរទៅគាត់ប្រហែលជា Crown Princess ឬក៏ព្រះនាងដែលលីកាំងគាត់បានគិតថានាងបានសោយទីវង្គតបាត់ហើយនោះឥឡូវនេះសាច់រឿងរបស់យើងក៏បានចូលមកកាន់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាជាមួយនឹងរឿង Moon River សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តសាច់រឿងមួយនេះអរគុណច្រើន